បាទអនុញ្ញាតគោរពជំរាបសួរពូមីងតាយាយនិងបងប្អូនយុវវ័យដែលស្នេហាវិស័យកីឡាទាំងអស់គ្នាបងប្អូនណាបាទហើយថ្ងៃនេះខ្ញុំបាទ Admin Radi សូមលើកប្រធានបទមួយទាក់ទងជាមួយនឹងកីឡាករយើងក្នុងសប្តាហ៍នេះចុងខែនេះគឺគាត់ចេញទៅប្រកួតនៅក្រៅប្រទេសច្រើនមែនទែនមានទាំងថ្នាលមានទាំងកម្រិត A ជួរមុខបាទច្រើនមែនតើមានដូចជាទៅខាងជប៉ុនទៅខាងអាមេរិកហើយនឹងទៅខាងវៀតណាមបាទឥឡូវនេះខ្ញុំសូមលើកប្រធានបទតាក់ទងជាមួយនឹងទៅខាងអាមេរិកមុនចុះបាទដែលជាការដឹកនាំក្រុមការងារទៅដល់ទូបាយ័នឧបត្ថម្ភគ្រប់គ្រងដោយក្រុមហ៊ុនភេទជ្ជៈគ្រុឌបាទអញ្ចឹងនៅក្នុងការដឹកនាំឬក៏ឧបត្ថម្ភនោះផងដែរគឺមានកីឡាករយើង5រូបមានកីឡាករ4រូបនិងកីឡាការិនី1រូបបាទអញ្ចឹងដោយបងប្អូនបានឃើញស្រាប់នៅក្នុងเพจរបស់ខ្ញុំបាទ Admin Radi នឹងបានផុសហើយតាក់ទងជាមួយនឹងកីឡាការិនីដែលគាត់បានទៅប្រកួតនៅអាមេរិកនេះជាលើកទី2ហើយនឹងកីឡាករយើងមានអេយ៉ានុតមានពេជ្រសម្បត្តិមានឡាវចន្ទ្រាឡាវចន្ទ្រាហើយនឹងលនបញ្ញាបាទហើយកីឡាករទាំង5រូបកីឡាករ4រូបនិងកីឡាការិនី1រូបនេះផងដែរគឺគាត់ទៅប្រកួតជាលើកទី2សម្រាប់ក្នុងក្របខ័ណ្ឌជាគុនខ្មែរហើយនឹងដណ្ដើមខ្សែក្រវ៉ាត់ WBC ដូចជាកីឡាករពេជ្រសម្បត្តិគាត់ដណ្ដើមខ្សែក្រវ៉ាត់បាទហើយបន្ទាប់មកទៀតកីឡាករឡាវចត្រាគាត់ប្រកួតដណ្ដើមខ្សែក្រវ៉ាត់សហព័ន្ធគុនខ្មែររបស់យើងរីឯឡាវចត្រាគាត់ប្រកួតដណ្ដើមខ្សែក្រវ៉ាត់តាក់ទងជាមួយនឹងខ្សែក្រវ៉ាត់របស់ខាងប្រទេសអាមេរិកខាងសហបដាល់ណាខាងកម្មវិធីនៅអាមេរិកគាត់រៀបចំបាទដូចជា US Scar Champion បាទហើយរីឯកីឡាករលនបញ្ញាដូចជាខ្ញុំអត់សូវច្បាស់ដែរមិនដឹងថាដាក់ដណ្ដើមខ្សែក្រវ៉ាត់អត់ទេពីព្រោះថានៅក្នុង poster របស់គ្រុឌគាត់អត់មានបានបញ្ជាក់ទេថាលនបញ្ញាគាត់នឹងដណ្ដើមខ្សែក្រវ៉ាត់តែបើអេយ៉ានុតគឺគាត់ប្រកួតដណ្ដើមខ្សែក្រវ៉ាត់របស់សហព័ន្ធប្រដាល់គុនខ្មែរបងប្អូនណាបាទអញ្ចឹងចាំមើលតើកីឡាករកម្ពុជាយើងជួមុខទាំង5រូបនេះគាត់នឹងធ្វើបានល្អកម្រិតណាហើយគាត់នឹងនាំខ្សែក្រវ៉ាត់ប្រភេទណាមកប្រទេសកម្ពុជាយើងហើយជាពិសេសគឺតាក់ទងជាមួយនឹងពេជ្រសម្បត្តិគឺគាត់ប្រកួតដណ្ដើមខ្សែក្រវ៉ាត់ WBC ចាំមើលតើសម្បត្តិគាត់ធ្វើបានល្អដោយការពីដណ្ដើមខ្សែក្រវ៉ាត់លើកមុនដែរទេពីព្រោះតែសម្បត្តិធ្លាប់ទទួលបានខ្សែក្រវ៉ាត់ពីអាមេរិកមួយហើយគឺទៅសាមុនណាគាត់ទៅសាមុននោះគឺគាត់បានដណ្ដើមខ្សែក្រវ៉ាត់មួយហើយចាំមើលវគ្គនេះសម្បត្តិអាចទទួលបានខ្សែក្រវ៉ាត់ WBC យកមកក្នុងប្រទេសកម្ពុជាយើងដែរទេជូនដល់ក្លឹបរបស់លោកពេជ្រសុផាន់និងលើកមុខមាត់ដល់ប្រទេសកម្ពុជាក៏ដូចជាសហព័ន្ធប្រដាល់គុនខ្មែរយើងផងដែរបាទសង្ឃឹមថាសម្បត្តិធ្វើបានល្អឡាវចន្ទ្រាធ្វើបានល្អឡាវចន្ទ្រាធ្វើបានល្អលនបញ្ញាក៏គាត់ធ្វើបានល្អនិងអេយ៉ានុតក៏គាត់សង្ឃឹមថាពួកគាត់ទាំង5នាក់ធ្វើបានល្អសម្រាប់ការប្រកួតបាទជាចុងក្រោយខ្ញុំបានAdmin Radi សូមជូនពរទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាក៏ដូចជាជូនពរទៅដល់ខាងកីឡាករទាំងអស់គ្នាឲ្យបានទទួលបានជោគជ័យបាទទទួលបានជោគជ័យនៅក្នុងការប្រកួតក៏ដូចជាជូនពរដល់តាយាយបងប្អូនទាំងអស់គ្នាឲ្យរកស៊ីទទួលទានមានបានគ្រប់ក្រុមគ្រួសារបាទយើងជាខ្មែរយើងត្រូវតែគ្រប់គ្រងក្បាច់គុនខ្មែរគ្រប់គ្រងនៅអ្វីដែលជារបស់ខ្មែរយើងបាទរួមគ្នាទើបប្រទេសយើងមានការអភិវឌ្ឍរួមគ្នាទើបគុនខ្មែរយើងអាចឈានទៅដល់កម្រិតពិភពលោកដោយសពថ្ងៃបាទសង្ឃឹមថាគុនខ្មែរនឹងល្បីទូទាំងពិភពលោកជ័យយោគុនខ្មែរបាទហើយមុននឹងគោរពលាលោកតានិយាយពូមីងអ៊ំបងប្អូនទាំងអស់គ្នាសង្ឃឹមថាបងប្អូនទាំងអស់គ្នាជួយ like ជួយ follow page ជួយឲ្យបេះដូងម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីជាពិសេសកុំភ្លេចចូល follow page របស់ខ្ញុំបាទនិងចូល subscribe channel YouTube របស់ខ្ញុំបាទម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីបន្ថែមទៀតអរគុណច្រើនសូមជម្រាបលាអរគុណ